នេះសួស្តីពុកម៉ែបងប្អូនតាក់ទងជាមួយនឹងគេហៅថាផ្នែក6គឺវាផុតពីការបរួមគូតក្រួយឥឡូវជាការកាត់សាក់ស៊ីដើម្បីតម្រូវធ្វើការងារផ្នែកកាងក្រោយតែមុននឹងយើងធ្វើផ្នែកកាងក្រោយអ្វីដែលជាសំខាន់សម្រាប់ពេលដែលយើងកាត់រួចរាល់គឺយើងសេរីភ្លីទ្វាតើអ្វីដែលសំខាន់ហ្នឹងនៅពេលដែលមុននឹងយើងធ្វើកាងយើងត្រូវចាប់លោទ្វាសិនតើទ្វាហ្នឹងវាបិទបើកត្រូវភ្លីអ្វីដែលយើងបរួមគូតក្រួយដែរអត់អានឹងជាចំណុចចាំបាច់បំផុតមុននឹងយើងចាប់ដើមធ្វើកាងក្រោយមិនមែនយើងគ្រាន់តែកាត់បរួមគូតក្រោយហើយដែលឃើញក្នុងវីដេអូវាពិតតែត្រូវ 100% គឺត្រូវចាប់ទ្វាក្រោយទាំងពីរហ្នឹងគឺឡូតើមានការបិទបើកចូលមកហ្វីបហើយវាត្រូវភ្លីដូចអ្វីដែលថាបងប្អូនឃើញក្នុងការបង្ហាញរបស់ខ្ញុំតើវាត្រូវបើវាត្រូវហើយអាហ្នឹងយើងបន្តធ្វើកាងទៀតសម្រាប់ផ្នែកបន្ទាប់អូខេអរគុណ